ការប្រឹងប្រែងមិនប្រកាសថាដើម្បីតែទទួលបានផលឡើយព្រោះដំណើរនៃការប្រឹងប្រែងដើមឡើយគឺជាការកែលម្អតាមរយៈការប្រឹងប្រែងខ្ញុំមិនត្រឹមតែអាចកែលម្អខ្លួនឯងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានស្គាល់បុគ្គលឆ្នើមកាន់តែច្រើននិងពង្រីកចក្ខុវិស័យរបស់ខ្លួនផងដែរសំខាន់ជាងនេះគឺការប្រឹងប្រែងអាចបណ្ដុះបាននូវគុណសម្បត្តិខាងក្នុងដូចជាការតស៊ូការបដិញ្ញាចិត្តនិងសមត្ថភាពបង្ក្រាបភាពខ្ជិលច្រអូសដូច្នេះទោះជាបរាជ័យក៏ដោយក៏ខ្ញុំនៅតែមានភាពក្លាហាននិងកម្លាំងក្នុងខ្លួនដើម្បីចាប់ផ្ដើមសារជាថ្មី努力并不一定是为了得到回报因为努力的过程本身就是一种提升通过努力我不仅能够提升自己还能够结识到更多优秀的人扩展自己的视野更重要的是努力能够培养出内在的品质如坚持决心和克服懒惰的能力所以即使失败了我依然有重新出发的勇气和实力